បើសិនជាបងប្អូនមាន insulin resistant ណាគឺបងប្អូនអត់ស្រកក្បាលពោះទេហើយពិបាកស្រកក្បាលពោះខ្លាំងមែនតើទោះបីជាបងប្អូនចង់សម្រក់គីឡូក៏ពិបាកសម្រក់គីឡូដែរអញ្ចឹងដើម្បីឲ្យបងប្អូនស្រកក្បាលពោះទី1យើងត្រូវដោះស្រាយបញ្ហា insulin resistant ដែលបងប្អូនកំពុងមានសិនខ្ញុំប្រើពាក្យ insulin ជាភាសាអង់គ្លេសតែខ្មែរហៅថា insulin ណាបងប្អូនចុះធ្វើម៉េចបើខ្ញុំដឹងថាខ្ញុំមាន insulin resistant ទៅអញ្ចឹងនេះគឺជា symptom មួយចំនួនដែលបងប្អូនអាចកត់សម្គាល់ទី1គឺបងប្អូនចូលចិត្តញ៉ាំរបស់ផ្អែមហើយតែងតែឃ្លានរបស់ផ្អែមជាប្រចាំហ្នឹងហើយគឺជាសញ្ញាមួយដែលបង្ហាញថា insulin resistant ទី2បងប្អូនរៀងអាសាអស់កម្លាំងអាសាខ្សោយជាពិសេសអត់បានញ៉ាំអីអត់បានញ៉ាំរបស់ផ្អែមរៀងខ្សោយអស់កម្លាំងហ្មងទី3បងប្អូនទៅប្រគុណនំជាញឹកញាប់ណាទី4បងប្អូនតែងតែឃ្លានងាកឃ្លានមួយទៀតគឺឡើងកម្ៅនៅតាមក្លៀកហើយនឹងកនិយាយទៅដូចជាប់ក្អែលចឹងតែដោះអត់ជ្រះឯងព្រោះធ្លាប់មានអ្នកមានបញ្ហាគាត់ឡើងជាប់នឹងកដូចជាប់ក្អែលចឹងដោះអត់ចេញតែទៅប្រសុខភាពទៅឃើញទឹកនោមផ្អែមអីចឹងណាហើយនឹងអាសាស្ពឹកដៃស្ពឹកជើងអីហ្នឹងក៏អាចយើងពេលយើងអង្គុយយូរសពុនដល់វាឈិបដៃជើងអារបៀបចឹងឯងក៏ជារោគសញ្ញារបស់ insulin resistant ដែរ